ស្ដីបងប្អូនថ្ងៃនេះខ្ញុំទៅផ្សារខ្ញុំឃើញត្រីរៀលល្អបងប្អូននេះខ្ញុំទិញត្រីរៀលចំនួនកន្លះគីឡូយកមកប្រឡាក់ចៀនណាចាឥឡូវនេះខ្ញុំធ្វើស្អាតហើយខ្ញុំនេះវះពោះវះអីខ្ញុំខ្វះយកអាចខាងក្នុងនឹងចាញ់រួចរាល់អស់ហើយឥឡូវហ្នឹងយើងនឹងយកត្រីនឹងកន់បងប្អូនបន្ទាប់ពីយើងកន់ចឹងហើយយើងប្រឡាក់ត្រីបងប្អូនមានដំបូងខ្ញុំដាក់រ៉េឌីចូលបន្ទាប់មកស្ករបងប្អូនហើយប៊ីចេងចាហើយយើងប្រឡាក់ត្រីហ្នឹងមកចាបន្ទាប់ពីយើងប្រឡាក់ចឹងហើយយើងទុក10នាទីទៅ5-10នាទីសិនណាដើម្បីឲ្យត្រីយើងចូលជាតិយើងយកទៅចៀនឃើញថាត្រីដែលខ្ញុំប្រឡាក់មិញឥឡូវបានចូលជាតិហើយទៅនោះយើងយកត្រីរបស់យើងទៅចៀនណាបងប្អូនយើងដាក់ខ្ទះមកយើងចាក់ប្រេងសណ្ដែកចូលមកដើម្បីចៀនត្រីត្រីចៀនរបស់ខ្ញុំបានចៀនរួចរាល់ណាបងប្អូន